TikTok គេអនុញ្ញាតឲ្យអ្នកទាំងអស់គ្នាចុច follower គ្នាទៅវិញទៅមកបានត្រឹមតែ 10000 នាក់តែប៉ុណ្្នឹងឯងគឺស្មើនឹង 10k អញ្ចឹងបងប្អូនណាដែលមានការចុច follower គេហើយគ្រប់ចំនួន 10k ហើយបងប្អូននេះបាទមើល comment នេះណាបងប្អូនបាទគាត់ប្រាប់អញ្ចឹងបងប្អូននោះថាគាត់គ្រប់គាត់ធ្វើអ្វីមិនបានចុចតាមគេមិនបានបងប្អូនគាត់មានអ្វីអត់ទេណោះបងប្អូនមើល clip នេះចុះបងប្អូននឹងយល់អញ្ចឹងបើសិនជាបងប្អូនណោះទៅចុច follower គ្នាទៅវិញទៅមកគ្រប់ 100,000 នាក់ហើយគឺមិនមែន 100000 ទេ 10k ណាបងប្អូនសម្រាប់ទៅហើយវាគ្រប់លក្ខខណ្ឌឬក៏ការកំណត់របស់គេហើយអញ្ចឹងបងប្អូនមិនអាចតាមអ្នកណាទៀតបានទេកន្លែងហ្នឹងបាទបងប្អូនវិធីការគឺមានតែបងប្អូនចូលទៅកន្លែងដែលបងប្អូនចុចតាមគេនឹងហើយយកចេញវិញយកអ្នកណាដែលថាបងប្អូនត្រូវការយកគាត់ចេញហើយចាំទៅតាមអ្នកមកថ្មីបានអាហ្នឹងទើបធ្វើបានបងប្អូនបើមិនអញ្ចឹងទេបងប្អូនមិនអាច follower អ្នកណាបានទៀតទេអញ្ចឹងបើសិនជាកន្លែងទិន្នន័យការនិយាយរបស់ខ្ញុំនេះមានប្រយោជន៍បងប្អូននោះចូលចិត្តចុចបេះដូងចុច comment ចុច share បានឬក៏ដាក់ទៅសំណប់បងប្អូនហើយ share មិត្តភ័ក្តិយើងបានដឹងផងណាបងប្អូនជាពិសេសបងប្អូនដែលមិនទាន់បានស្គាល់បងប្អូនចុច follow បានដើម្បីបានមករៀនសិក្សាពីការលេង TikTok ឲ្យមានប្រសិទ្ធភាពនិងរកចំណូលរាល់ថ្ងៃពីខ្ញុំបាទរាល់ថ្ងៃតែម្ដងអូខេបងប្អូនបើសិនជា clip ខ្ញុំមានប្រយោជន៍ណាបងប្អូនមើលចប់ហើយ share មិត្តភ័ក្តិខ្ញុំផងហើយបងប្អូនយល់ណាអ្នកណាដែលថាឆ្ងល់ថាហេតុអ្វីបានខ្ញុំចុច follower គេអត់បានគឺបងប្អូនតាមគេគ្រប់ចំនួនហើយគឺ 10k គឺ TikTok គេដាក់កម្រិតតែប៉ុណ្្នឹងឯងគឺមិនអាចថែមបានទៀតទេបងប្អូនត្រូវការថែមមិនត្រូវយកចេញទៅអូខេ clip នេះមានប៉ុណ្្នឹងអូខេ